បាទជាសួរលើកនេះមកម្ដងទៀតហើយជាលោកផ្កាផ្កាយព្រឹកទៀតដែរតែពណ៌ស្វាយផ្កាជន់ណាបងប្អូនបាទបងប្អូនដែលមានផ្កាផ្កាយព្រឹកពណ៌សអីចង់បំលែងទៅពណ៌ស្រស់ស្អាតពណ៌ផ្សេងពណ៌អីក្រហមពណ៌ស្វាយផ្កាជន់ដូចនៅក្នុងវីដេអូនេះអីឬក៏ពណ៌ផ្សេងទៀតអាចតាក់ទងមកបានណាបាទអញ្ចឹងការចលក់នេះអត់ដូចពីមុនទេណាបងប្អូនខ្ញុំជម្រាបទៀតបើអត់ឲ្យរងាស់30ទៅ40 50នាទីអីដូចលើកមុនទេអញ្ចឹងគ្រាន់តែដាំទឹកឲ្យពុះរួចយើងចាក់ថ្នាំម្សៅចូលហើយយើងយកផ្កាយើងយកមកចលក់តែម្ដងបាទអញ្ចឹងយើងចលក់លើកអត់ឲ្យត្រាំនៅក្នុងទឹកក្តៅនឹងរងាស់30 40នាទីដូចលើកមុនទេណាបាទគាត់ចលក់លើកអញ្ចឹងដូចក្នុងវីដេអូហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងចលក់លើកអត់ឲ្យយូរទៀតបងប្អូនណាយើងចលក់លើកហ្នឹងត្រឹមតែ4 10វិនាទីបានហើយរួចហើយយើងយកអឡោះតិចណារួចហើយយើងយកទៅសដិលហាលនៅក្នុងផ្ទះអត់ឲ្យហាលនៅខាងក្រៅត្រូវពលឺថ្ងៃទេណាបងប្អូនហើយអត់ឲ្យយកទៅលាងទឹកទេបាទអញ្ចឹងយើងជ្រលក់លើកអញ្ចឹងទៅបាន4 10វិនាទីណារួចហើយយើងអឡោះតិចអត់ឲ្យយកទៅលាងទឹកទេរួចហើយយើងសដិលនៅក្នុងផ្ទះទៅហើយជាការស្រេចទេណាអត់ឲ្យរងាស់យូរដោយលើកមុនទេលើកមុនអត់ត្រឹមត្រូវទេអញ្ចឹងតែកាលណាយើងរងាស់យូរធ្វើឲ្យផ្កាហ្នឹងអត់បែកពណ៌ស្អាតទេបាទហើយធ្វើឲ្យផ្កាយើងហ្នឹងវាខូចទៅទៀតពីព្រោះផ្កាចូលវាទៅទឹកក្តៅធ្វើឲ្យវាទន់ខូចទ្រង់ទ្រាយផ្កាយើងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាបាយ